សម្រាប់ថ្ងៃហ្នឹងដែរខ្ញុំមានជាផ្អែមចេកខ្ទិះអញ្ចឹងរបៀបធ្វើផ្អែមចេកខ្ទិះឲ្យឆ្ងាញ់ហើយលឿនសម្រាប់បងដែលគាត់មានគ្រឿងផ្សំតិចតួចអីនៅក្នុងផ្ទះអីគាត់អាចធ្វើបានងាយមែនតែនហើយត្រឹមតែរយៈពេល20ទៅ30នាទីអីគាត់អាចធ្វើផ្អែមចេកខ្ទិះនឹងបានហើយឈ្ងុយឆ្ងាញ់មែនតែនអាចមើលតាមរយៈវីដេអូរបស់ខ្ញុំបានណាគ្រឿងផ្សំវាមានអីច្រើនទេអញ្ចឹងយើងមានចេកខ្ញុំយកវាទៅលាងទឹកឲ្យស្អាតបកវាហើយយកទៅលាងទឹកអញ្ចឹងបន្ទាប់ពីលាងទឹកហើយខ្ញុំយកវាទៅចិតជាចំណិតតាមចំណងចិត្តអញ្ចឹងណាតាមទាំងមួយគាត់អាចចិតទៅតាមចំណងចិត្តបានហើយអានេះខ្ញុំចិតបែបនេះងាយស្រួលញ៉ាំហើយវាទូចអញ្ចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំចិតហើយខ្ញុំយកទឹកខ្ទិះដូងខ្ទិះចុងណាយកវាទៅដាក់នៅលើភ្លើងដាក់ដាំអញ្ចឹងយើងដាក់ដាំហើយយើងមានភ្នែកកែបដែលយើងលាងហើយណាជាមួយនឹងសាគូយើងបង់វាចូលទៅហ្មងទៅព្រោះដោយសារសម្រាប់ពីហ្នឹងគឺក្រឆ្អិនអញ្ចឹងណាអញ្ចឹងយើងដាក់ដាំជាមួយនឹងទឹកខ្ទិះដូងហ្នឹងមកពុះទៅបន្ទាប់ពីហ្នឹងខ្ញុំមានថែមជាអំបិលបន្តិចលួចអំបិលបន្តិចអញ្ចឹងណាអញ្ចឹងបន្ទាប់ពីពុះហើយខ្ញុំមានថែមស្លឹកតយហើយយើងដាក់ស្ករយើងដាក់តាមចំណង់ចិត្តប៉ុន្តែសម្រាប់ខ្ញុំដាក់តែមួយកូនចានទូចទេហើយកូរវាមកស្ទុះទៅនៅលើភ្លើងដែលកំពុងពុះហ្នឹងព្រោះដោយសារកុំឲ្យគ្រាប់សាគូហ្នឹងវាជាប់បាតឆ្នាំងអញ្ចឹងបន្ទាប់ពីយើងកូរវាមកស្ទុះហើយយើងដាក់ចេកដាក់ក្រោយគេអញ្ចឹងណាព្រោះដោយសារចេកខ្ញុំយកទៅធ្វើថ្ងៃនេះចេកវាទុំចូលដែរអញ្ចឹងខ្ញុំដាក់រៀងពុះខ្លាំងហើយបាទខ្ញុំដាក់អញ្ចឹងខ្ញុំអត់ងាស់យូរទេអញ្ចឹងពេលដែលយើងដាក់ហើយយើងរៀងកូរវារហូតទៅព្រោះដោយសារអត់ចង់ឲ្យវានៅលើភ្លើងយូរអញ្ចឹងណាព្រោះគ្រាប់ស្គូពេលដែលវានៅលើភ្លើងយូរវាខ្លោចដល់បាតអញ្ចឹងយើងព្យាយាមកូរនៅខាងបាតក្រោមវាតិចទៅកូរវាឡើងលើមកអញ្ចឹងពេលដែលយើងកូរហើយកូរនៅក្នុងភ្លើងទូចមែនតើខ្ញុំដាក់ភ្លើងទូចអញ្ចឹងបន្ទាប់ពីកូរហើយខ្ញុំចំហគ្រប់ឆ្នាំងចោលប្រហែលជាមកស្ទុះទៀតអាចខ្ទង់2ទៅ3នាទីអីអញ្ចឹងប្រហែលពី3នាទីនោះវាពុះឆ្អិនស្អាតហើយអញ្ចឹងបងអាចញ៉ាំបានអញ្ចឹងណា